ច្បាស់ណាស់ឯងចង់ចាត់ការយ៉ាងម៉េចក៏បានអរគុណអនុហ្វេណេឯកហាស្អែកបងទៅជាមួយអូនចង់ទៅណាកិច្ចប្រជុំតាមអនឡាញប៉ុន្មានដងរបស់ឯងកំពុងតែធ្វើឲ្យពួកកញ្ជ្រោងចាស់ក្នុងក្រុមប្រឹក្សាភិបាលញាប់ញ័រណាស់ពេលនេះល្បីសុសសាយថាឯងគ្រប់គ្រងមិនបានសំបីតែហ្វេរ៉ូម៉ូនខ្លួនឯងស្អែកឯងត្រូវតែចូលក្រុមហ៊ុនវិញនៅខាងនេះមានអនុហ្វេណេខ្ញុំតាមមើលថែធានាថាសុវត្ថិភាព 100%អ្នករាល់គ្នាលោកប្រធានហៅមិនបានចូលរួមប្រជុំផ្ទាល់អស់រយៈពេល10ថ្ងៃពេញហើយរឿងផ្ទុះនៅតំបន់ដុងកាងកំពុងល្បីសុសសាយឥឡូវនេះមិនត្រឹមតែខាងក្រៅទេសូម្បីតែខាងក្នុងក៏មានដំណឹងច្បាស់ការដែរថាលោកប្រធានហឺរងរបួសធ្ងន់ធ្ងរថាមពលផ្លូវចិត្តច្របូកច្របល់ខ្លាំងរហូតដល់មិនអាចគ្រប់គ្រងផេរ៉ូម៉ូនកម្រិតខ្ពស់បានអាល់ហ្វាកម្រិត S ដែលអាចបាត់បង់ការគ្រប់គ្រងគ្រប់ពេលគឺជាប្រភពគ្រោះថ្នាក់មួយដើម្បីគ្រឹះស្ថានរាប់រយឆ្នាំរបស់ហ៊ឺស៊ឺខ្ញុំស្នើឲ្យបង្កើតគណៈកម្មាធិការសម្រាប់ចិត្តកម្ពុជាបណ្ដោះអាសន្នភ្លាមដើម្បីអនុវត្តអំណាចស៊ីញេជំនួសលោកប្រធានហ៊ឺមុនពេលលោកប្រធានហ៊ឺទទួលការវិតម្លៃវិទ្យាសាស្ត្រគ្រប់ជ្រុងជ្រោយសុនទ្រកថាដល់រំភើបស្រក់ទឹកភ្នែករបស់លោកនាយកចៅបើមិនទៅសម្ដែងល្ខោនទេពិតជាគួរឲ្យស្ដាយពេកហើយលោកប្រធានហ៊ឺខ្ញុំធ្វើនេះគឺដើម្បីគ្រប់គ្រងហានិភ័យរបស់ក្រុមហ៊ុនបើលោកនាយកចៅខ្វល់ខ្វាយពីហានិភ័យក្រុមហ៊ុនម្លេះហេតុអ្វីមិននិយាយពីក្រុមហ៊ុនខ្យល់ទាំង3ក្រុមឈ្មោះលោកដែលក្នុងកន្លះឆ្នាំចុងក្រោយនេះបានលាងលុយគម្រោងថាមពលថ្មីរបស់ហ៊ឺស៊ឺយ៉ាងស្អាតហើយផ្ញើចូលកណ្នីក្រៅប្រទេសរបស់មន្ត្រីចៅហើយមុននេះលោកថាអ្នកណាគ្រប់គ្រងហ្វេរ៉ូម៉ូនមិនបានលោកប្រធានហ៊ឺសូមកុំខឹងគឺពួកយើងជឿតាមសម្ដីជនអាក្រក់កិច្ចការក្រុមហ៊ុនរវល់ខ្លាំងមិនរំខានលោកប្រធានហ៊ឺទេពួកយើងលាសិនហើយអ្នកប្រុសលោកបញ្ចេញហ្វេរ៉ូម៉ូនទាំងបង្ខំបែបនេះថាមពលផ្លូវចិត្តនឹងវីបកវិញយ៉ាងធ្ងន់ធ្ងរតែរាងកាយអាចជាសេះស្បើយបានយ៉ាងម៉េចមិនអីទេចិត្តដល់ពេលហើយខាងលីនយានក៏គួរតែរួចរាល់ដែរខ្ញុំត្រូវទៅទទួលគេលោកលីនកាមេរ៉ានិងសំឡេងថតខ្ញុំបានធ្វើឲ្យខូចដោយអចេតនាខ្ញុំនៅចាំការពារនៅខាងក្រៅបើអាម្នាក់ខាងក្នុងនោះលោឡាខ្លាំងលោកអាចហៅខ្ញុំបានគ្រប់ពេលអូហូនេះមិនមែនជាប្រុសស្អាតបើកឡាននៅតំបន់ទី13ទេឬលឺសូជំហានជើងស្មានតែជាលោកធំរូបណាយ៉ាងម៉េចឥឡូវតោងត្រកូលហឺហើយមើលទៅដូចជាត្រូវពួកអភិជនពាក់ច្រវាក់កដ៏ថ្លៃហួសថ្លៃឲ្យចឹងមួយនេះពិតជាថ្លៃមែនថ្លៃរហូតដល់សំបីតែប្រឡាក់ឈាមឯងក៏លៀងមិនជ្រះក្លិនក្រីក្រនៅលើខ្លួនឯងដែរមែនទេឯងដឹងខ្លួនល្អហើយភក់ជ្រាំនៅតំបន់ខាងក្រោមកើតមកគឺត្រូវរលួយក្នុងលូទឹកស្អុយអាក្មេងសៀវហ្វីនោះហ៊ានកាន់ថ្នាំបំបត្តិការឈឺចាប់កម្រិតខ្ពស់មួយប្រអប់ដែលមានតម្លៃ100000វាមានសិទ្ធិអីសំបីតែខ្យល់ដង្ហើមនៅតំបន់ទី13នោះក៏វាខ្ជិលគេដកដែរយើងគ្រាន់តែបង្រៀនវាឲ្យស្គាល់ពីជោគវាសនាតែគួរឲ្យស្ដាយអាជើងល្អនោះភ្លៀងធ្លាក់មិនទាន់ទាំងសាំខ្លួនផងក៏ស្លាប់បាត់សំបីតែភ្នែកក៏បិទមិនជិតផងវាសនានិយាយបានល្អចុះពេលនេះឯងទទួលស្គាល់វាសនាឯងហើយឬនៅឯងបានបង្រៀនច្បាប់ដល់អាហ្វីឥឡូវនេះខ្ញុំមកបង្រៀនឯងវិញអំពីច្បាប់នៃតំបន់អភិជនការស្លាប់វាស្រួលពេកសម្រាប់ឯងទនកម្មដែលខូខើជាងនោះគឺឲ្យឯងរស់ពិបាកជាងស្លាប់និងគ្មានអារម្មណ៍ជាមនុស្សម៉ោង1រសៀលនេះឯងនឹងត្រូវផ្លាស់ទៅគុកកងឹតលេខ0បន្ទប់ស្ងាត់ជ្រុងបន្ទប់គ្មានពន្លឺនៅក្នុងប្រអប់ដែកដែលគ្មានសំបីតែសំឡេងទឹកមួយតក់នោះសោតវិញ្ញាណរបស់ឯងនឹងត្រូវពង្រីកជាច្រើនដងឯងចង់ឈួតចង់បុកក្បាលនិងជញ្ជាំងសម្រាប់ខ្លួនប៉ុន្តែសេរ៉ូមបំពន់ដែលចាក់តាមសរសៃឈាមជារៀងរាល់ថ្ងៃនឹងធ្វើឲ្យឯងដឹងខ្លួនច្បាស់ជាងពេលណាទាំងអស់ក្នុងជីវិតដែលនៅសល់យ៉ាងវែងឆ្ងាយរបស់ឯងនឹងនៅក្នុងនរកដ៏ស្ងប់ស្ងាត់រាប់វិនាទីដើម្បីកប់ខ្មោចកំដរអាហ្វៃទេឯងសម្លាប់អញឥឡូវនេះទៅអាចង្រៃសូមអង្វរសម្លាប់អញឥឡូវនេះទៅលីងយានខ
ថ្ងៃដែលអាហ្វេស្លាប់គ្មានសំបីតែពន្លឺថ្ងៃដោយសារតែការឆ្លងរោគនៅបំពង់របស់ខ្ញុំធ្វើឲ្យខ្ញុំគ្រុនក្តៅពេញមួយយប់អាហ្វេដើម្បីរកថ្នាំឲ្យខ្ញុំត្រូវបានមនុស្សរបស់អានូហ្វេនេសៀវវាបំបាក់ដៃជើងហើយបោះចោលនៅច្រកផ្លូវចាំថាពេលខ្ញុំរកគេឃើញគេម្នាក់ឯងលេចក្នុងភូមិខ្លួនប្រាណសុទ្ធតែឈាមតែដៃនៅតែក្តាប់ប្រអប់ថ្នាំនោះយ៉ាងណែនក្រោយមកខ្ញុំប្រើដៃមួយគូនេះជីកភ្នោឲ្យគេនៅខាងក្រោយផ្ទះយ៉ាងហោចណាស់ក៏ត្រូវឲ្យគេមានកន្លែងជ្រកដែរហើយឆឹងមើលចុះប្រវត្តិរបស់ខ្ញុំគឺមានតែភក់ជ្រាំនិងពោពេញទៅដោយឈាមលោកយកខ្ញុំមកដាក់ក្នុងភូមិគ្រឹះដ៏ស្អាតស្អំមួយនេះតើស័ក្តិសមទេលីនយន់អ្នកគិតថាតំបន់ខាងលើស្អាតណាស់មែនទេពួកអ្នកមានអំណាចទម្លាប់សង្កត់របស់អាក្រក់នៅក្រោមព្រំហើយពាក់មុខមាសស៊ីសាច់មនុស្សរៀងរាល់ថ្ងៃទឹកនៅទីនេះក៏ខ្មៅខ្វក់ដូចលូទឹកស្អុយនៅតំបន់13ដែរអ្នកប្រុសហ៊ឺមិនធ្លាប់អត់ឃ្លានសម្ដីតែលោកនិយាយស្ដាប់ទៅវាជ្រាលជ្រៅណាស់តែការដែលយកដុំភក់ជ្រាំដែលប្រឡាក់ដោយឈាមចូលក្នុងត្រកូលហ៊ឺលោកពិតជាមិនខ្លាចភាពកខ្វក់របស់វាលៀងមិនជ្រះទេឬលីនយានគុំយកភាពអង្អាចដែលអូនប្រឹងប្រែងរស់រៀនមានជីវិតមកធ្វើជាលេសរុញច្រានបងចេញអីអូនគិតថាការប្រុងប្រយ័ត្ននិងភាពកាចសាហាវរបស់អូនជាស្នាមប្រឡាក់តែក្នុងភ្នែកបងអូនស្អប់អីចង់បានអីគឺបងដឹងច្បាស់ណាស់លីនយានយកកម្លាំងចិត្តក្នុងដៃដែលធ្វើឲ្យអូនរស់រៀនមានជីវិតទាំងនោះមកអង្គុយលើតំណែងខ្ពស់បំផុតនៃត្រកូលហ៊ឺជាមួយបងទៅគឺឆឹងទោះបីជាលោកយកមាសប្រាក់មកធ្វើជាឆៅបាំងដុំភក់នោះក៏ដោយឲ្យតែភ្លៀងធ្លាក់វានឹងនៅតែមានក្លិនអាសោចដដែលលោកត្រូវចាំសម្ដីលោកក្នុងថ្ងៃនេះបាទបងនឹងចងចាំគុំកម្រើកឈឺក្បាលខ្លាំងណាស់ឲ្យបងផ្អែកបន្តិចអ្នកប្រុសលោកលីនដល់ផ្ទះហើយលោកត្រឡប់ទៅមុនចុះឲ្យគេគេងមួយសន្ទុះសិនបើកម៉ាស៊ីនត្រជាក់ចោលទៅបាទ